ការតែងសេចក្តីដូចជាកវីតែងកំណាព្យបើសិនជាយើងអត់ដឹងពីកម្រងតែងផងតើយើងអាចតែងមិននឹងកើតអូខេហើយថ្ងៃនេះខ្ញុំអត់មកនិយាយពីកម្រងតែងទេខ្ញុំជឿជាក់ថាគ្នាយើងមួយចំនួនធំគឺបានដឹងហើយពីកម្រងតែងរបៀបតែងបញ្យលមិនរបៀបតែងប្រៀបធៀបមិនរបៀបតែងសុភាសិតបែបមិនតែបើសិនជាមានគ្នាយើងណាដែលអត់ទាន់បានដឹងច្បាស់ពីកម្រងតែងទេខមមិនខាងក្រោមខ្ញុំនឹងធ្វើវីដេអូប្រាប់នៅវីដេអូក្រោយប៉ុន្តែថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលគ្នាយើងបានខមមិនចង់ខ្ញុំលើកយកមកបកស្រាយខ្លីៗកាត់ឲ្យគ្នាយើងខ្លះអត់ចេះទៅសេលំនាំទេអ្នកខ្លះអត់ចេះសេបកស្រាយទេគូឆ្កឹះមិនអីមិនធ្វើបែបណាចុះវីដេអូនេះខ្ញុំនឹងមកប្រាប់ដោយប្រធានបទថ្ងៃនេះភក្តីភាពជាមាគ៌ានាំយើងទៅរកភាពជោគជ័យសេចក្តីផ្ដើមមានលំនាំចំណោចំណោទចឹងលំនាំគឺអីលំនាំគឺត្រូវនិយាយអីតាក់ទងជាមួយនឹងប្រធានបទអត់ខ្លីពេកអត់វែងពេកនៅប្រធានបទនេះគេនិយាយថាភក្តីភាពជាមាគ៌ានាំយើងទៅរកភាពជោគជ័យចឹងយើងអាចនិយាយមកតាក់ទងជាមួយភាពជោគជ័យតាក់ទងជាមួយនឹងភក្តីភាពសម្រាប់ខ្ញុំមនុស្សដែលបានកើតមកលើផែនដីនេះរមែងតែចង់រស់នៅប្រកបដោយសេចក្តីសុខភមង្គលនិងមានភាពជោគជ័យក្នុងជីវិតហើយដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតប្រកបដោយសេចក្តីសុខយើងត្រូវការចាំបាច់ណាស់នៅភាពស្មោះត្រង់រវាងគ្នានិងគ្នាដូច្នេះហើយទើបមានទស្សនៈមួយលើកឡើងថាភក្តីភាពជាមាគ៌ានាំយើងទៅរកភាពជោគជ័យបានលំនាំខ្ញុំបានចំណោនៅចំណោទតើទស្សនៈខាងលើមានអត្ថន័យនិងខ្លឹមសារយ៉ាងដូចម្តេចខ្លះ easy បន្តមកចូលដល់ឃ្លាចប់សេចក្តីដើម្បីជាស្ពានដើម្បីជាផ្លូវដើម្បីជាប្រតិបក្នុងការភ្លឺប្រធានបទខាងលើយើងគូគប់3ស្គាល់ពាក្យកលឹះមួយចំនួនសិន easy ខ្លាំងមែនតើចឹងចូលដល់បញ្យលពាក្យយើងរើសពាក្យណាដែលយើងគិតថាវាពិបាកជាពាក្យកលឹះទី1ភក្តីភាពទី2មាគ៌ាទី3ភាពជោគជ័យចឹងភក្តីភាពសំដៅទៅលើភាពស្មោះត្រង់ការមិនកុហកបោកប្រាស់ភូតផរដល់ពាក្យមាគ៌ាសំដៅទៅលើផ្លូវទៅលើស្ពានទៅលើអ្វីដែលចំណងយើងចឹងណាអានេះតាមកំណត់របស់ខ្ញុំដល់ទី3ភាពជោគជ័យភាពជោគជ័យសំដៅទៅលើការសម្រេចអ្វីដែលយើងបានពងប្រាថ្នាសម្រេចទៅលើកិច្ចការអីដែលយើងបានធ្វើអីចឹងជាភាពជោគជ័យរបស់យើងចឹងបន្ទាប់មកចូលទៅដល់បញ្យលនៃប្រធានអញ្ចឹងសម្រាប់ការបញ្យលនៃប្រធានគឺយើងជំនួសពាក្យហ្នឹងដោយអត្ថន័យដែលយើងបញ្យលនៅខាងលើចឹងដោយពាក្យភក្តីភាពអត្ថន័យគេយើងដកពាក្យភក្តីភាពនឹងចេញយើងដាក់អត្ថន័យនឹងចូលតោះមកយើងទៅសេអាណាដែលយើងអត់បញ្យលហើយដល់កន្លែងណាដែលពាក្យដែលយើងបញ្យលយើងអត់ដាក់ពាក្យហ្នឹងទេគឺយើងដាក់ពាក្យដែលយើងបញ្យលនៅខាងលើបន្ទាប់ពីហ្នឹងមកចូលទៅដល់ការបកស្រាយជាចំណុចដែលរសើបមួយសម្រាប់គ្នាយើងពីមានគ្នាយើងខ្លះគាត់អត់ចេះរកឆ្កឹះចំណុចគោលសម្រាប់បកស្រាយចឹងយើងអាចឆ្លិចមើលវាទៅថាអីជាដើមហេតុអីដែលគេចង់ឲ្យយើងនិយាយទៅគេចឹងយើងអាចសួរសំណួរខ្លួនឯងមកថាមានភក្តីភាពដោយរបៀបណាភក្តីភាពដោយរបៀបម៉េចហើយពេលមានភក្តីភាពទៅម៉េចពេលអត់មានភក្តីភាពទៅម៉េចសម្រាប់ជីវិតយើងចឹងណាចឹងសម្រាប់ខ្ញុំលើកបាន4ចំណុចធំទី1គឺធ្វើម៉េចទៅមានភក្តីភាពទី2ដោយរបៀបណាមានភក្តីភាពដោយរបៀបណាទី3បើសិនជាយើងមានភក្តីភាពតែយើងជោគជ័យបែបម៉េចបើសិនជាយើងអត់មានភក្តីភាពទេតែយើងជោគជ័យអត់ឬក៏មិនអត់ចំណុចទី1ធ្វើម៉េចទៅយើងមានភក្តីភាពចឹងអត់មានអីពិបាកទេគឺយើងមានភក្តីភាពស្មោះត្រង់របស់យើងនឹងចំពោះខ្លួនឯងចំពោះអ្នកដទៃចំពោះមនុស្សជុំវិញខ្លួនចំពោះសង្គមជាតិរបស់យើងវាធ្វើឲ្យយើងមានភក្តីភាពចូលដល់ចំណុចទី2ដោយរបៀបណាយើងមានភាពស្មោះត្រង់យើងមិនកុហកបោកប្រាស់ភូតផរលាក់ពុតមិនធ្វើស៊ីទំនុកចិត្តអ្នកដទៃមិនបាត់ដៃក្នុងដៃមិនកលិចកលុចនិយាយតែពាក្យពិតនិយាយដោយពាក្យសច្ចៈនិយាយដោយទៀងត្រង់អាហ្នឹងជារបៀបដែលធ្វើឲ្យយើងមានភក្តីភាពចេះទី1ធ្វើម៉េចទៅមានភក្តីភាពទី2មានដោយរបៀបណាចូលដល់ទី3បើសិនជាយើងមានភក្តីភាពទៅមិនចំពោះយើងធ្វើឲ្យយើងមានភាពជោគជ័យក្នុងជីវិតទទួលបានអ្វីដែលខ្លួនចង់បានគេស្រឡាញ់រាប់អានច្រើនមានភាពថ្លៃថ្នូរមានសុភមង្គលមានកិត្តិយសរស់នៅប្រកបដោយសេចក្តីសុខឡាក់ជាច្រើនទៀតអ្នកគ្នាអាចទៅសេមកបើសិនជាមានកំណត់ច្រើនមានម៉ោងច្រើនពេលវេលាយើងនៅសល់ទៅសេមកហើយបន្ទាប់មកចូលបើសិនជាយើងអត់មានភក្តីភាពផងយើងចង់ជោគជ័យមិនអញ្ចឹងមានអីពិបាកអ្នកគ្នាផ្ទុយពីឲ្យយើងមានភក្តីភាពមិនបើសិនជាយើងអត់យើងប្រកាសជាផ្ទុយពីអាហ្នឹងយើងអត់ជោគជ័យក្នុងជីវិតទេយើងអត់មានភាពថ្លៃថ្នូរខ្លួនទេយើងអត់មានសុភមង្គលក្នុងការរស់នៅទេអត់មានអ្នកគេរាប់រយយើងទេដោយសារតែយើងនិយាយកុហកយើងកលេចកលុចគឺយើងផ្ទុយពីល្អមកអាក្រក់ពីមកយ៉ាអាហ្នឹងជាចំណុចបកស្រាយរបស់ខ្ញុំជាការប៉ັດណាស់ចឹងទៅចូលទៅដល់ឡៃមួយទៀតក៏រៀងរសើបខ្លាំងដែរគឺឧទាហរណ៍ក្នុងអក្សរសិល្ប៍ចឹងភាគច្រើនគេលើកយកមក3រឿងអីចឹងទៅណារឿងទី1ដែលខ្ញុំលើកមកនិយាយគឺគ្នាយើងអាសាយកប្រើខ្លាំងមែនតើគឺរឿងកលាបៃលិនតួអង្គចៅចិត្តយើងមិនមានភក្តីភាពមានភាពស្មោះត្រង់ជាមួយនឹងលោកខ្លួនរតនសម្បត្តិគាត់ឆ្លាតគាត់មានភាពស្មោះត្រង់ក្នុងខ្លួនអាណាគាត់ខ្លាចជាកូនប្រសារលោកលួងរតនសម្បត្តិឃើញទេគាត់ជោគជ័យក្នុងជីវិតរបស់គាត់បាទទី2រឿងដែលចូលយត់គាត់មានភាពស្មោះត្រង់ជាមួយនឹងដែលចូលមានភាពស្មោះត្រង់ជាមួយនគររបស់គាត់អនាគតទៅគាត់ក៏ជោគជ័យដែររឿងអីទៀតមានរឿងជាច្រើនទៀតចឹងបើសិនអ្នកគ្នាអត់ចង់ទាល់ពេលឡៃឧទាហរណ៍ហ្នឹងទេអ្នកគ្នា
បើមានពេលតនេតាអានរឿងអសរសិល្ប៍ខ្មែរអានឲ្យបានច្រើនទៅនៅពេលដែលលើកឧទាហរណ៍អ្នកគ្នាអត់ខ្វះរឿងលៀមមកលើកទេមិនមែនចាំតែរឿងកលាបៃលិនមួយទេគឺមានរឿងជាច្រើនទៀតចូលដល់ឯសរុបសេចក្តីគឺយើងក្តោបខ្លឹមសារដែលយើងបានបំបែកមិញក្តោបចូលវិញមកមានប្រហែល4ធំរបស់យើងនឹងអ្នកគ្នាយ៉ាក្តោបយកមកនិយាយមកវិញពេកឲ្យខ្លីពេកដូចគ្នាមកចូលដល់សេចក្តីបញ្ចប់ឬក៏បញ្ចប់សេចក្តីវាតម្លៃប្រធាននិងលើកមតិផ្ទាល់ខ្លួនអញ្ចឹងវាតម្លៃប្រធានស្រួលខ្លាំងមែនទេអ្នកគ្នាក៏យើងលើកទៅសារប្រធានមកប្រធានពិតជាមានអត្ថន័យខ្លឹមសារប្រកបយ៉ាងអត្ថន័យជ្រាលជ្រៅមែនបានបង្កប់តម្លៃអប់រំជាច្រើនអីអញ្ចឹងមកអ្នកគ្នាបើន័យថាយើងលើកទៅសារពីប្រធាននឹងអញ្ចឹងតមកចូលដល់មតិផ្ទាល់ខ្លួនក្នុងនាមយើងជាសិស្សយើងក៏បីសិក្សារៀនសូត្រយល់ដឹងស្វែងយល់អំពីភក្ដីភាពស្មោះត្រង់តើវាសំខាន់មកក្នុងជីវិតយើងដើម្បីអនាគតយើងមិនអីមិនរបៀបអញ្ចឹងអ្នកគ្នាមិនថាយើងបញ្ចេញមតិអីដែលយើងចង់និយាយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរខ្ញុំអាចលើកមកនិយាយខ្លីៗកាត់ទេអញ្ចឹងសង្ឃឹមគ្នាយើងដែលបានស្គាល់បានឃើញវីដេអូនេះហើយនឹងយកទៅអនុវត្តបន្ថែមទៀតទៅលើអីដែលខ្ញុំបាននិយាយខិតខំប្រឹងប្រែងវឹកហាត់និយាយទៅតែសេចក្តីតើយើងវឹកហាត់រាល់ថ្ងៃយើងអាសាវឹកហាត់តែយើងអាសាអានរឿងអក្សរសិល្ប៍ខ្មែរទៅធ្វើឲ្យតែសេចក្តីយើងកាន់តែធ្វើឲ្យយើងចូលចិត្តក្នុងការតែសេចក្តីយើងអាចមើលប្រធានបទដែលសិស្សច្បងយើងបានតែងហើយគេរបៀបតែងមិនធ្វើមិនឡើងនេះដាក់មិនអីដាក់មិនយ៉ាកុំទុកម៉ោងកុំទុកពេលរបស់យើងតនេសល់មែន3ខែជាងទៀតទេត្រូវអត់អ្នកគ្នាអញ្ចឹងដល់ពេលដែលយើងត្រូវខំខ្លាំងមែនតើហើយវីដេអូនឹងមានប៉ុណ្្នឹងទេបើអ្នកចូលចិត្តកុំភ្លេចចុច like subscribe នេះផងចេះ Ismi សេរីជីជួបគ្នានៅវីដេអូក្រោយទៀត Peace out